ពេលមេឃព្រារឹមស្រាក់ៗគឺនឹកឃើញចង់ញ៉ាំម៉ាំចំហុយជាមួយនឹងបាយក្តៅៗនិយាយពីថាបងប្អូនអើយខានញ៉ាំយូរទៅដល់ពេលបានញ៉ាំម្ដងនិយាយពីឆ្ងាញ់ខ្លាំងមែនតើហ្មងចាហើយសម្រាប់របៀបធ្វើម៉ាំចំហុយនេះគឺអត់មានអីពិបាកទេងាយងាយស្រួលហើយម្ហូបមួយដែលឆ្ងាញ់ចុះបាយទៀតឥឡូវនេះគឺយើងចាប់ផ្ដើមមកត្រៀមគ្រឿងសម្រាប់យើងយកទៅធ្វើម៉ាំចំហុយហ្នឹងគឺមានលខ្ទឹមម្ទេសហើយនិងខ្ទឹមប្រាំងយើងហាន់ស្ដើងៗទៅខ្ទឹមសចិញ្ច្រាំពី3កំពឹសដែរចារបស់ដែលយើងខ្វះបានហ្នឹងគឺជាសាច់ជ្រូកហ្នឹងបងប្អូនយកសាច់3ជាន់ណាចាហើយស្បែកវាហ្នឹងបងប្អូនកុំចោលយើងកាត់វាម្ដុំទុកស្រាប់យើងដាក់ពីលើម៉ាំហ្នឹងអូយឆ្ងាញ់ណាបងប្អូនចាហើយសាច់ជ្រូក3ជាន់ហ្នឹងគឺយើងហាន់វាហើយគឺយើងច្រាំឲ្យម៉ត់មកប៉ុន្តែដោយសារតែថ្ងៃនេះនៅប្រទេសស្វីសកាលហ្នឹងខ្ញុំធ្វើម្សិលមិញណាចាំម្សិលមិញហ្នឹងថ្ងៃអាទិត្យហើយធម្មតានៅស្វីសថ្ងៃអាទិត្យគឺគេអត់ឲ្យយើងហ្នឹងឡូឡាមានសម្លេងកាប់អីពុបប៉ាប់អីចឹងទេអញ្ចឹងទៅគឺខ្ញុំកិននឹងម៉ាស៊ីនទៅកិនម៉ាស៊ីនហ្នឹងស្រួលផងបងប្អូនកិនតែមួយឆាច់ហ្នឹងគឺថាមាត់ខៃហ្មងចាប៉ុណ្្នឹងមកគឺបានហើយចំណែកឯសាច់ម៉ាំវិញគឺខ្ញុំអត់ច្រាមទេខ្ញុំគ្រាន់តែយកសាច់ជ្រូកហ្នឹងយកមកដាក់នៅក្នុងចានធំមួយមកបន្ទាប់មកទៀតគឺខ្ញុំដួសសាច់ម៉ាំហ្នឹងដាក់ចូលច្របល់ជាមួយនឹងសាច់ជ្រូកហើយសាច់ម៉ាំនេះគឺជាសាច់ត្រីរ៉ស់សុទ្ធណាចាឈ្ងុយឆ្ងាញ់ណាធ្វើដោយធម្មជាតិណាបងប្អូនត្រីធម្មជាតិចាគឺម៉ាក់ខ្ញុំគាត់ផ្ញើឲ្យចាយើងយកម៉ាំហ្នឹងមកច្របល់មួយសាច់ជ្រូកហ្នឹងឲ្យសព្វមកបន្ទាប់មកបងប្អូនដាក់ប៊ីចេងបន្តិចស្ករបន្តិចទៅតែកុំដាក់ទឹកត្រីអំបិលអីព្រោះអីម៉ាំហ្នឹងមានជាតិប្រៃហើយអញ្ចឹងគឺយើងអត់ប្រើទឹកត្រីអត់ប្រើអំបិលទេយើងដាក់ស្ករប៊ីចេងទេចាប៉ុណ្ណឹងមកច្របល់ឲ្យសព្វគ្នាទៅគឺហើយចុងក្រោយគឺយើងរោយជាមួយនឹងម្ទេសខ្ទឹមហ្នឹងទៅលឹកជីលឹកខ្ទឹមលឹកអីហ្នឹងរោយទៅហើយស្បែកជ្រូកហ្នឹងយើងយកមកត្រៀមដាក់ពីលើដែរមកមុខម្ហូបខម៉ាំនេះគឺខ្ញុំចេះធ្វើតាំងពីខ្ញុំនៅតូចបងប្អូនចាពេលដែលនៅតូចប៉ាម៉ាក់អត់នៅផ្ទះគាត់ទៅបរៀននៅណាបាត់ចឹងចា3នាក់បងប្អូនគឺទៅទិញម៉ាំតែ500មកយកមកចំហុយជាមួយនឹងសាច់ជ្រូក1000 2000មកគឺហើយនិយាយរួមទៅគឺចូលចិត្តញ៉ាំខ្លាំងមែនតើហើយប្អូនខ្ញុំចូលចិត្តណាម៉ាំចំហុយស្នាដៃរបស់បងស្រីឲ្យតែបានបងធ្វើម្ហូបឲ្យម្ដងនិយាយពីថាគេសប្បាយចិត្តចាឥឡូវនេះយើងក៏លេចមកមើលម៉ាំយើងវិញបងប្អូនរោយវាដាក់មកឲ្យចិត្តអញ្ចឹងមកឲ្យតំណងណាម្ទេសមានក្រហមមានខៀវអញ្ចឹងមកហើយស្បែកជ្រូកយើងដាក់ពីលើតិចៗអញ្ចឹងទៅចំហុយកន្លះម៉ោងបងប្អូនដើម្បីឆ្អិនល្អចាកន្លះម៉ោងក្រោយសូមយើងបើកមើលហើយម៉ាំចំហុយនេះញ៉ាំជាមួយនឹងលក់ខ្ចីមានដូចជាតសក់ពពាយឬមួយក៏ត្រប់ស្រួយអីគឺឆ្ងាញ់ប៉ុន្តែសម្រាប់អ្នកនៅស្រុកគេគឺមានបន្លែចឹងទេចាគឺបន្លែមានតែតាមតំបន់អញ្ចឹងអ្នកនៅស្រុកគេរៀងកំសត់ទៅចារឿងបន្លែប្លុកហ្នឹងព្រោះអត់សូវសម្បូរទេឥឡូវនេះគឺម៉ាំខ្ញុំឆ្អិនហើយឆ្អិនហ្នឹងគឺស្របពេលពងឃ្លាណាបងប្អូនអើយមកមើលមុខចុងភៅអូយឆ្ងាញ់ណាស់លោកអើយលោកនិយាយមែនគឺចូលចិត្តញ៉ាំខ្លាំងមែនតើម៉ាំចំហុយហ្នឹងខ្ញុំចូលចិត្តម៉ាំចំហុយជាងម៉ាំជាងម៉ាំចៀនណាបើថាម៉ាំចៀនអត់សូវចូលចិត្តទេតែបើថាចំហុយអញ្ចេះគឺលេខ1ហ្មងចាំបើសិនជាបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយ share follow page ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃផងណាហើយអរគុណខ្លាំងមែនតើសម្រាប់ការគាំទ្រសង្ឃឹមថាបងប្អូនជួយគាំទ្របន្តទៀតផងដែរហើយកុំភ្លេច follow page ណាហើយ share ម្នាក់មួយផងអរគុណច្រើនចាំជួបនឹងខ្ញុំនៅវីដេអូក្រោយៗជម្រាបលា